លោកពូមកដល់ទីនេះតើមានជំងឺអ្វីទៅចង់ឲ្យខ្ញុំព្យាបាលអីដែរខ្ញុំមានបញ្ហាឈឺក្បាលរាល់ថ្ងៃលោកគ្រូតើលោកគ្រូអាចពិនិត្យឲ្យខ្ញុំផងបានទេខ្ញុំគឺជាគ្រូពេទ្យប្រកាសជាត្រូវពិនិត្យព្យាបាលហើយមិនបាច់ជាសួរចឹងខ្ញុំចេះតែនិយាយលេងទៅលោកគ្រូកុំឲ្យវាឈឺក្បាលពេកហ្នឹងណាបាទមិនអីទេអញ្ចឹងសូមអញ្ជើញទៅពិនិត្យមកសូមអញ្ជើញមកពិនិត្យមកចាំខ្ញុំពិនិត្យឲ្យតើអាការៈជំងឺរបស់ខ្ញុំយ៉ាងម៉េចទៅហើយលោកគ្រូជំងឺរបស់លោកពូគ្មានបញ្ហាអីទេសូមលោកពូញ៉ាំបាយឲ្យបានទៀងទាត់និងផឹកទឹកឲ្យបានច្រើនសម្រានឲ្យគ្រប់គ្រាន់តែប៉ុណ្ណឹងទៅគឺអាចជាសះស្បើយហើយមិនបាច់លេបថ្នាំក៏បានដែរមិនបានជាមិនលេបថ្នាំអញ្ចឹងធ្វើមិនឆាប់ជាទៅលោកគ្រូពេទ្យខ្ញុំដូចជាមិនទុកចិត្តទេនេះខ្ញុំចង់លេបថ្នាំបានអត់មិនបាច់ប្រອບទេលោកពូខ្ញុំគឺជាគ្រូពេទ្យជំនាញតែថាមិនគឺថាអញ្ចឹងហើយវាមិនចាំបាច់លេបថ្នាំអីទេមិនបាច់លេបថ្នាំក៏ជាដែរលោកគ្រូបើអញ្ចឹងប្រសើរណាស់សង្ឃខ្ញុំអស់លុយផងបាទមិនអីទេលោកពូទៅចោះទៅផ្ទះវិញទៅហើយបើសិនជានៅតែឈឺក្បាលទៀតលាក់ចាំលោកពូមករកខ្ញុំទៀតណាអរគុណលោកគ្រូពេទ្យហើយអរគុណច្រើនអញ្ចឹងខ្ញុំសូមទៅវិញសិនហើយលោកពូមិនបានជាមកទៀតហើយឈឺក្បាលទៀតហើយមែនទេបាទលោកគ្រូអើយខ្ញុំឈឺក្បាលទៀតហើយមួយរយៈនេះដូចជាមិនស្រួលសោះចេះតែឈឺក្បាលមិនឈប់បើតាមខ្ញុំពិនិត្យមើលទៅលោកពូដូចជាគ្មានអីធំដុំទេនេះតើលោកពូឈឺក្បាលក៏ព្រោះតែរឿងអីទៅនិយាយឲ្យត្រង់ទៅលោកគ្រូពេទ្យអើយខ្ញុំគ្មានឈឺក្បាលអីតាក់ទងនឹងជំងឺអីទេគឺវាឈឺក្បាលរឿងគិតច្រើនហ្នឹងណាខ្ញុំក៏យល់ឲ្យឆ្នេះដែរព្រោះថាខ្ញុំពិនិត្យមើលហើយគឺគ្មានឃើញជំងឺអីទេលោកពូមកនេះចង់លេងសើចជាមួយខ្ញុំមែនទេអត់ទេលោកគ្រូខ្ញុំពិតជាឈឺក្បាលគិតច្រើនមែនគឺគិតច្រើននឹងរឿងមួយលោកគ្រូចង់ដឹងទេហើយចង់ឲ្យលោកគ្រូជួយតែអាចជួយបានទេមិនអីទេលោកពូនិយាយមកចោះប្រសិនបើខ្ញុំអាចជួយបានខ្ញុំនឹងជួយតែលោកពូឈឺក្បាលគិតច្រើនរឿងអ្វីទៅរឿងនេះគឺអញ្ចេះទេខ្ញុំជំពាក់លុយធនាគារ$5,000ឥឡូវហ្នឹង CEO មកទារាល់ថ្ងៃខ្ញុំគ្មានលុយបង់ឲ្យគេទេតែលោកគ្រូពេទ្យអាចជួយបានទេថាម៉េចលោកពូជំពាក់លុយគេបរកគ្រូពេទ្យមិនកើតទេខ្ញុំក៏ជំពាក់លុយធនាគារដែរហ្នឹងខ្ញុំមិនអាចជួយលោកពូបានទេសក់ដេដាក៏បានដែរដឹងហើយថាម៉េចលោកគ្រូពេទ្យក៏ជំពាក់លុយគេដែរចាប់ហើយអញ្ចឹងខ្ញុំស្មានដល់លោកគ្រូពេទ្យអាចជួយបានលោកពូឯងចំមែនហើយរឿងជំពាក់លុយគេមករកគ្រូពេទ្យពិតជាចំមែនហើយមិនដែលជួបទេតែម្នាក់ហ្នឹងទៅតែលើកនេះហើយជួបហើយឈឺក្បាលជំពាក់លុយធនាគារមករកគ្រូពេទ្យឲ្យជួយបាទខ្ញុំមិនអាចជួយបានទេសូមទោសផង sorry goodbye